មានសួរលោកគ្រូខ្ញុំឈ្មោះជា Roslyn មកពីក្រុម SU6 ហើយថ្ងៃនេះផងដែរគឺយើងធ្វើវីដេអូនិយាយអំពី lecture ទី3តែនៅក្នុង lecture ទី3ហ្នឹងយើង focus សំខាន់ទៅលើការ compress ហើយនិងការ combine file ជាមួយនឹង directory នៅក្នុងUbuntu server របស់ Linux ហ្នឹងអញ្ចឹងនេះជា command មួយចំនួនដែលខ្ញុំបាន note ទី1វាមានថា ទី2គឺ zip ទី3 gzip ហើយនិងទី4នេះគឺ bzip2 អញ្ចឹងយើងទៅមើលធ្វើវាទាំងអស់គ្នាអញ្ចឹងគឺខ្ញុំបានបើកនៅ Ubuntu server របស់ខ្ញុំនៅលើ VMware រួចហើយអញ្ចឹងយើងមក remote វានៅលើ PuTTY យើងធ្វើការ login វាសិនទៅអញ្ចឹងនៅក្នុង command អស់ហ្នឹងខ្ញុំនឹងធ្វើការចុចវាដើម្បីយើងមើលជាក់ស្ដែងហ្មងអញ្ចឹងទីមួយខ្ញុំ ls ទៅលើ ls.l យើងមើលទៅលើ file ដែលយើងមានអញ្ចឹងសម្រាប់ថានេះដែរគឺវាគ្រាន់តែ combine វាអត់ compress ឲ្យយើងទេអញ្ចឹងយើងអាច combine file ឬក៏ directory របស់យើងទៅមក folder ឬក៏ទៅជានិយាយរួមទៅយើង combine វាទៅលើ folder ទៅជា folder ណាមួយយើងអាចសេ command ថា .cvf cvf នោះមានន័យថាការ combine information ឬក៏ការ combine verbs on specific file name អញ្ចឹងខ្ញុំដាក់ខ្ញុំទៅសេ command ថា .cvf ហើយខ្ញុំដាក់ឈ្មោះ file ខ្ញុំទៅខ្ញុំដាក់ថា my file អញ្ចឹងទៅ .tha នេះអាហ្នឹងអាស្រ័យលើយើងទេវាអត់ពាក់ព័ន្ធអីជាមួយនឹងជា extension អីអត់មានពាក់ព័ន្ធទេអញ្ចឹងយើងគ្រាន់តែដាក់ចំណាំខ្លួនឯងអញ្ចឹងខ្ញុំចង់combine file ណាខ្លះអញ្ចឹងខ្ញុំ combine file text3 នេះអា mail.txt នេះជាមួយនឹង directory មួយអញ្ចឹងសរសេរមក dia 1 file 3ជាមួយនឹង mail.text អញ្ចឹងពេលខ្ញុំ enter មកគឺនេះគឺវាប្រាប់ខ្ញុំប៉ុណ្ណឹងអញ្ចឹងទៅពេលខ្ញុំ ls.l ម្ដងទៀតមកគឺយើងនឹងឃើញនៅ my file.tha អញ្ចឹងពេលដែលយើងពេលដែលយើង combine វាគឺចំនួន file របស់វាគឺប៉ុណ្ណឹងអញ្ចឹងខ្ញុំនឹងទៅខ្ញុំទៅធ្វើម្ដងទៀត ls.l clear.l អញ្ចឹងបើសិនជាខ្ញុំចង់លុបអញ្ចឹងខ្ញុំលុបទៅលើ file ដែលខ្ញុំបាននេះ file dia directory dia 1 file 3ហើយនឹង mail ហ្នឹងចូលឲ្យខ្ញុំលុបវាបាត់ចឹងទៅពេលខ្ញុំ ls.l មកវាលែងមានហើយអញ្ចឹងខ្ញុំចង់ទៅ extract វាមកវិញពីកន្លែង my file.tha នេះអញ្ចឹងខ្ញុំសរសេរ command នេះសរសេរថា exvf ដែល avf ហ្នឹងមានន័យថា extract verbs on specific file name អញ្ចឹងខ្ញុំទៅ extract my file.tha អញ្ចឹងនេះគឺជា file ដែលយើងបាន combine មិញហ្នឹងអញ្ចឹងដល់ពេលខ្ញុំទៅ extract មកវិញអញ្ចឹងខ្ញុំធ្វើការ ls.l ម្ដងទៀតអញ្ចឹងគឺយើងឃើញនេះជាមួយនឹង file ហើយ directory ដែលខ្ញុំបាន delete វាមិញអញ្ចឹងវាមកវិញហើយមួយវិញទៀតយើងនឹងទៅបន្តទៅមើលលើ zip ដែល zip ហ្នឹងយើងប្រើសម្រាប់ combine ផងហើយនិង compress ផងអញ្ចឹងនៅពេលដែលយើងធ្វើលើយកវាមកប្រើយើងអាចធ្វើលើទាំង file ទាំង directory អញ្ចឹងឧទាហរណ៍ថាខ្ញុំ ls.l ម្ដងទៀតហើយខ្ញុំ zip អញ្ចឹងសរសេរ command zip .o បើសិនបើនៅក្នុងនោះមាន directory យើងត្រូវដាក់ .o មកហើយខ្ញុំដាក់ឈ្មោះ zip ឲ្យខ្ញុំzip ឈ្មោះឲ្យ file ដែលខ្ញុំ zip អញ្ចឹងខ្ញុំដាក់ my file zip.zip អញ្ចឹងទៅឬក៏ my file.zip ក៏បានដែរ my file.zip អញ្ចឹងខ្ញុំចង់ zip file អីខ្លះចាឥឡូវខ្ញុំចង់ zip dia 2ហើយ text file text នេះ file 3.txt ហើយនឹង mail.txt នឹងដដែលអញ្ចឹងកន្លែងនេះគឺ command zip
នេះឈ្មោះ file zip របស់យើងជាមួយនឹងអីដែលយើងចង់ zip អញ្ចឹងខ្ញុំចុច enter មកនឹងគឺវាធ្វើការ add ចូលហើយនឹងzip វាទៅជា file មួយអញ្ចឹងខ្ញុំធ្វើការ ls.l ម្ដងទៀតអញ្ចឹងខ្ញុំឃើញនេះ my zip my file.zip អញ្ចឹងវានៅមានទំហំតែ400នេះទេតែដល់ពេលអា file ថាវិញគឺវាគ្រាន់តែ combine វាអត់មាន zip វាអត់ព្រមអញ្ចឹងវានៅទំហំធំអញ្ចឹង zip នេះដល់ពេលក្រោយពី zip មកវាមានតែទំហំ450ចឹងទៅចឹងដល់ពេលខ្ញុំ zip បានប៉ុណ្ណឹងហើយខ្ញុំទៅធ្វើការ delete ដូចមុនខ្ញុំចង់ delete នេះខ្ញុំ delete file ដែលខ្ញុំបាន zip មិញគឺវាមានប៉ុន្មាន dia2 ហើយ dia2 file 3នឹងមាវខ្ញុំលុបអានឹងចោលអញ្ចឹងខ្ញុំ ls ដល់ l មកគឺវាបាត់ហើយអញ្ចឹងខ្ញុំទៅ extract វាចេញពី file zip my file zip វិញអញ្ចឹងខ្ញុំទៅសេ command zip command unzipហើយដាក់ឈ្មោះ my file.zip អានេះសម្រាប់បើសិនបើខ្ញុំចង់ដាក់នៅលើនៅក្នុងនឹងដដែលតែបើសិនខ្ញុំចង់យកវាហ្នឹងទៅ unzip ទៅលើ directory ណាផ្សេងអញ្ចឹងខ្ញុំទៅសេដាក់ថា .d ហើយខ្ញុំដាក់ទៅក្នុង dia មួយដល់ពេលខ្ញុំ enter ទៅគឺវាចូលទៅក្នុងហ្នឹងឯងចាំមើលខ្ញុំ cat dia មួយអូ no អានេះយើងចង់ look up ទៅលើហ្នឹងយើងនេះខ្ញុំប្រើ cd ដើម្បីចូលទៅកាន់ directory មួយសិនមុនច្រឡំអញ្ចឹង cd dia មួយខ្ញុំចូលទៅកាន់ directory ហ្នឹងអញ្ចឹងខ្ញុំ ls.l មកនេះគឺជានេះdirectory 2 file 3ហើយនឹង mail ដែលខ្ញុំ extract វាពី my file zip ហ្នឹងចូលទៅក្នុង dia មួយហ្នឹងណាហ្នឹងយើងឃើញប៉ុណ្ណឹងអញ្ចឹងខ្ញុំចេញមកវិញខ្ញុំប្រើ cd ចុចខ្ញុំចេញមកវិញមកតែខ្ញុំចង់ zip ដាក់នៅលើកន្លែងដើមវាវិញអញ្ចឹងខ្ញុំទៅសេ unzip my file zip ជាប៉ុណ្ណឹងមកគឺវានៅក្នុង directory ដដែលហ្នឹងអញ្ចឹងខ្ញុំ ls.l មកយើងឃើញវាមកវិញ dia 2ហើយនឹង file 2នេះចាំបន្តមកទៀតខ្ញុំចូលដល់ gzip ហ្នឹងក៏ដូច zip ដែរគ្រាន់តែបើសិនបើយើងប្រើ zip យើងអាច zip file ផ្សេងពី Linux មកដាក់លើ Windows បានហ្មងតែបើសិនជា gzip វាអត់ទេវាត្រូវការឲ្យយើងទាមទារ download អីផ្សេងទៀតដល់មកជំនួយវាចឹងអញ្ចឹងដល់ពេលកន្លែងហ្នឹងយើងចង់ zip វាយើងទៅសេ command gzip ហើយ .o ដដែលអាហ្នឹងក៏ប្រើបានជាមួយនឹង zip directory ជាមួយនឹង file ដូចគ្នាអញ្ចឹងខ្ញុំចង់ zip file ដដែល file 3 mail ហើយនឹង dia 2តែអាហ្នឹងវាអត់ឲ្យយើងដាក់ឈ្មោះអីទេខ្ញុំចុច enter ទៅហើយ ls.l ចឹងខ្ញុំឃើញដោយសារតែកន្លែងនេះខ្ញុំដាក់ file 3 មុនអញ្ចឹង file 3 ហ្នឹងគឺវា zip ចូលទៅកាន់ file ឈ្មោះ file 3.txt gzip ហ្នឹងហ្មង no ហើយចំពោះ gzip គឺវា zip ចូលទៅនៅក្នុង file ដែលយើងដាក់ឈ្មោះមុនគេហ្នឹងអញ្ចឹងយើងបាន file 3 ហ្នឹងអញ្ចឹងបើសិនជាខ្ញុំ look up ខ្ញុំប្រើថា .tf ហើយខ្ញុំប្រើឈ្មោះហ្នឹង file 3ចឹងយើងទៅធ្វើការ unzip វាវិញយើងប្រើ
G G unzip G unzip ដក O ហើយខ្ញុំវាយជាមួយនឹង file នេះមកវិញមាន file 3 mail ហើយនឹង dir 2 តែខ្ញុំ ls ដក l វិញមកចុះ folder ដែលយើងបាន zip មកហ្នឹងគឺវានឹង extract យកមកវិញវានឹង unzip មកវិញចឹងដល់ពេលចូលទៅដល់ bzip2 ហ្នឹងគឺយើងប្រើបានតែលើ file ធម្មតាចឹង directory គឺវា zip អត់បានទេចឹងខ្ញុំធ្វើការទៅ save វាមកទៅចឹងខ្ញុំទៅ save bzip2 ហើយយើងចង់ដាក់ file ណាដែលយើង zip ចូលចឹងខ្ញុំដាក់ file 3ហើយនឹង mail ហ្នឹង zip ចូលគ្នាតែយើងអត់ត្រូវការដាក់ឈ្មោះឲ្យវាទេចឹងខ្ញុំចុច enter មកហើយខ្ញុំ ls ដក l ខ្ញុំឃើញនេះ file 3ខ្ញុំគឺទៅជា bzip2 ចឹងបើសិនបើខ្ញុំចង់ extract វាមកវិញគឺយើងប្រើនេះ bunzip2 ហើយជាមួយនឹង file ដែលយើងបាន zip មុនហ្នឹងមានfile 3.txt.bzip2 ជាមួយនឹង mail ចឹងពេលខ្ញុំ unzip វាមកវិញមកហើយខ្ញុំ ls ដក l គឺយើងឃើញវាមកវិញមក file ធម្មតាវិញវាឡើងជា bzip2 ហើយឬមកក៏យើងអាចប្រើវាឲ្យខ្លីហើយស្រួលហ្មងគឺយើងប្រើនេះចឹងអានេះវាថា and compression using bzip2 ចឹងន័យថាយើង combine ហើយយើង compress វាហ្មងចឹងយើងប្រើ command ថា .cjvf ទៅលើការប្រើ bzip2 យើងទៅក្បែរ command cjvf ចឹងមកហើយយើងដាក់ឈ្មោះ file របស់យើងដាក់ថា my file .bzip2 ហើយយើងដាក់ file 3យើងទៅដែរជាមួយនឹង file mail.txt នោះមកចឹងពេលខ្ញុំ enter ទៅហើយខ្ញុំ ls មកវិញនឹងបាក់មើលដែរវិញចឹងខ្ញុំឃើញនេះគឺជា file របស់យើងដែលយើងបានcompress ថាជាមួយនឹង zip វាជា bzip2 មកហ្នឹងគឺ my file.bzip2 ចឹងដូចគ្នាបើសិនជាខ្ញុំចង់ extract វាមកវិញហើយខ្ញុំទៅលុបអាចាស់សិនខ្ញុំ om.o ហើយ file 3ជាមួយនឹង mail enter មក l ដែលមានហើយចឹងខ្ញុំទៅ extract មកវិញខ្ញុំទៅ save command ថា .hjvf ហើយខ្ញុំ extract មកពី file នេះ my file ថា .bzip2 ចុច enter មកហើយខ្ញុំ ls ដក l ម្ដងទៀតខ្ញុំឃើញវាមកវិញឬមកក៏យើងចង់ combine ហើយនឹង compress វាជាប្រភេទ gzip ចឹងខ្ញុំអាចទៅ say ថា .czvf ហើយខ្ញុំដាក់ឈ្មោះថា my file .gz ចឹងខ្ញុំចង់ combine ហើយនឹង compress file អីខ្លះចឹងខ្ញុំយក file 3ហើយនឹង file mail ហ្នឹងទៅដែរហើយខ្ញុំចុច enter មកហើយខ្ញុំ ls ដក l ចឹងនេះគឺខ្ញុំឃើញ file ថា .gz ចឹងដូចគ្នាបើសិនបើខ្ញុំចង់ extract វាអញ្ចឹងយើងទៅលុប file ដែលនៅនឹងសិនមកខ្ញុំ enter ហើយខ្ញុំ ls.l មកវាលែងមានហើយចុះខ្ញុំចង់ទៅ extract វិញខ្ញុំទៅ say ថា
exit vf my file tab .gz ខ្ញុំចុច enter មកហើយខ្ញុំ ls ដងទៀតគឺខ្ញុំបានទទួលវាមកវិញចឹងអាហ្នឹងបើសិនជាយើងចង់ zip ខ្លីៗហ្មងមិនបាច់ compress ហើយបាន zip ម្ដងមក comment យើងប្រើវាសរុបចេះក៏បានឬមកក៏ខ្ញុំចង់ទៅ look up ចឹងខ្ញុំប្រើ comment .tha.tf ហើយខ្ញុំចង់ look up ទៅលើ file ណាឧទាហរណ៍ថា my file tha.gz ហ្នឹងមិនមកខ្ញុំចុច enter ទៅគឺនៅក្នុង file zip ហ្នឹងយើងអាចមើលវាបានហើយយើងមិនបាច់ចាំទៅ unzip វាយើងប្រើ comment tha.tf my file tha.tf ហើយឈ្មោះ file របស់យើងមកគឺយើងនឹងឃើញ file នៅក្នុង file zip របស់យើងនឹងមានអីខ្លះហើយអញ្ចឹងវីដេអូរបស់ខ្ញុំមកដល់ទីបញ្ចប់អរគុណសម្រាប់ការទស្សនា